បាទចំពោះនៃឈ្មោះរបស់អាយដាម ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺខ្ញុំបានបញ្ជាក់ជាច្រើនដងច្រើនសារមកហើយចំពោះសាធារណជនជាតិអន្តរជាតិអ្នកសារព័ត៌មានជាតិអន្តរជាតិទាំងអស់គឺលោកគ្មានទំនាក់ទំនងខុសច្បាប់ណាមួយជាមួយនឹងក្រុមហ៊ុន Print ហើយនឹងលោកអុកញ៉ា Gen Z ទេបាទមានតែទំនាក់ទំនងនៃបែបតែសង្គមទូទៅដូចគេដូចឯងជាលក្ខណៈស្គាល់គ្នារាប់អានគ្នាធម្មតាតែប៉ុណ្ណោះឯងដូច្នេះរាល់ការភ្ជាប់អាយដាម ស សុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់នោះគឺជារឿងមិនពិតជាដាច់ខាតបាទហើយបើសិនជាប្រកាសបជាអាចបង្ហាញនៅភ័ស្តុតាងបានបាទអាយដាម ស សុខាគឺនឹងប្រឈមជាមួយគ្នាចំពោះមុខច្បាប់ដោយមិនខ្លាចឡាទេពីព្រោះលោកជាមនុស្សស្អាតស្អំបាទគឺមិនដឹងថាបុគ្គលណាដែលមានចេតនាមិនល្អជាមួយលោកហើយផ្សារភ្ជាប់ឈ្មោះរបស់លោកបាទទៅជាប់នឹងបុគ្គលនេះឬក៏ក្រុមហ៊ុននោះខុសនេះខុសនោះហោហែជាដើមហើយកន្លងទៅគឺមានការប្រើប្រាស់ឈ្មោះរបស់អាយដាម ស សុខាយកទៅកាងជាផលប្រយោជន៍បុគ្គលនេះបុគ្គលនោះយកទៅកាងក្រុមហ៊ុននេះក្រុមហ៊ុននោះដើម្បីផលប្រយោជន៍ខ្លួនឯងចំពោះមុខសមាជិកអនុវត្តច្បាប់អានេះគឺថាមានជារឿយៗមកហើយរបាយការណ៍ដកស្រង់បែបនេះយកទៅផ្សារភ្ជាប់នាំឲ្យខុសទៅនឹងនីតិវិធីខុសទៅនឹងច្បាប់ហើយប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលជាពិសេសគឺថ្នាក់ដឹកនាំរូបរបស់នៅប្រទេសមួយបាទ